បាទសួស្តីបងប្អូននេះមកធ្វើវីដេអូសម្រាប់អំភ្លីបងប្រុសនៅផ្សារថាប់លេងហេតុបងស្ពឺនេះគាត់ថ្មីបងប្អូនមកសេតតែម្ដងឲ្យគាត់កក់លុយហើយគាត់ឥឡូវរួចរាល់ហើយគាត់បញ្ញាប់អញ្ចឹងយប់មិញខ្ញុំធ្វើគាត់ទាំងយប់តែម្ដងហើយម៉ោង1យប់ម៉ោង12កន្លះម៉ោង1ឥឡូវព្រឹកឡើងឲ្យយើងធ្វើវីដេអូតេស្តជូនគាត់លើរាល់ហើយនេះឈុតនេះគាត់រៀបក្នុងអេកូហើយនេះដាក់502សន្លឹកអញ្ចឹងវាបាន 1000 វ៉ាត់ហើយដុំភ្លើងនេះ 1800 វ៉ាត់ហើយកង់ដងមួយគូរលាខាងផ្នែក SP មួយហើយភ្លើងដែលចេញពីកង់ដងមកនេះមកអំពីយើងបោកដកនេះខ្ញុំដាក់ positive 2 ខាងភ្លើងបោកភ្លើងដកមានបញ្ហាអីវាផ្ដាច់តំណឹងឲ្យយើងហើយផ្នែកភ្លើង AC ចូលយើងកែដាក់ positive វាគាត់មួយដែរភ្លើងចូលAC 220ភ្លើងចូលមានបញ្ហាប្រព័ន្ធអំពីយើងខាងផ្នែកធំវាផ្ដាច់ត្រឹមនេះហើយបើមានខាងផ្នែកអំពីយើងខ្លះនេះវាផ្ដាច់ត្រឹមនេះហើយក្នុងរលានេះវាប្រើ SP នេះមានបញ្ហាខាងផ្នែកឧបករណ៍វាផ្ដាច់ដែរហើយខាងក្រោយនេះផ្នែកចូលនេះខ្ញុំដាក់ Bluetooth នៅក្នុងហ្នឹងឲ្យគាត់តែម្ដងឈុតមុនបងប្រុសមុនខ្ញុំរៀបមួយឈុតគាត់ខ្ញុំដាក់ ampli ដាក់ Bluetooth ក្រៅឲ្យគាត់ឥឡូវឈុតនេះដាក់ខាងក្នុងហើយគូតក្រោយនេះក៏ផ្នែកដែរគាត់កំងដូចប្រភេទ Villander របស់យើងពីមុនអញ្ចឹងមានដូចកាច់មួយមានដូចចុចដាក់មកគូដូចសងខាងដូចគ្នាហើយនេះបលិនឆ្វេងស្ដាំឥឡូវទៅយល់ហើយនេះទាំងហាលខ្ញុំដាក់ឲ្យគាត់មួយទាំងហាលបឺតចេញឥឡូវដូចរាល់ហើយឈុតនេះសម្រាប់4ទឹកកចិត្ត5បាន4គ្រាប់ឥឡូវដូចរាល់ហើយយើងតេស្តសលេងអស់គ្នាហើយនេះ4ទឹកក100មួយគូហើយនឹង3ទឹកកចិត្ត5មួយគូខ្ញុំវាយមកជារៀងនេះងន់ហើយទៅតុនទៀតហើយយើងរៀបក្នុងអេកូចេះយើងចំណេញនិយាយថាអីមិនថាចំណេញប្រព័ន្ធប្រេខាងមុខនេះយើងនៅប្រើបានធម្មតាហើយយើងបើលេងលក្ខណៈគ្រួសារយើងមិនចាំប្រើអីថែមញ៉ៃទេយើងប្រើតែម្ដងនេះរួចតែម្ដងមិនចាំមាន mixer មានប្រេរុញថែមទេយើងប្រើតែម្ដងនេះហើយខាងផ្នែកoutput របស់វានៅខាងនេះយើងអាចតទៅ ampli power បានទៀតណាព្រោះប្រព័ន្ធវានៅធម្មតាទេមាន ampli power សាប់ធំៗយើងអាចតទៅហើយយើងយកវាវាយសងក៏បានព្រោះឈុតនេះយើងវាយ4ទឹកកជា5 4គ្រាប់លឺមកឆ្ងាញ់តែម្ដងប្រភេទខ្លះឌីវាធ្ងន់ហើយទៅទន់ល្អទៀតហើយសូមបញ្ជាក់ដែរพี่น้องបងត្រូវការអាចតាក់ទងមកបានទីតាំងបងប្អូននៅភ្នំពេញនៅជិតនឹងគាត់ចាក់នៅលើបាទហើយចុងក្រោយអរគុណបងប្អូនដែលបានចូលមើលសូមជួយ share ម្នាក់មួយទាំងក្នុង YouTube ទាំងក្នុង Page បាទអរគុណច្រើន